ដែលអតិជនគាត់ខ្សែគុណឬក៏កម្ចីវ៉ាន់កហ្នឹងតើកត្តាអីគេដែលអាចបណ្ដាលឲ្យមានករណីបែបហ្នឹងច្រើននៅពេលស្ថានភាពបច្ចុប្បន្នអញ្ចឹងទៅជាបទពិសោធន៍ដែលជាការធ្វើសវនកម្មទៅលើអនុទានដែលខ្ញុំធ្លាប់ឆ្លងកាត់វាមានហេតុមានផលមកវាហេតុផលគឺនៅពេលដែលឆែក CVC បាយការ CVC របស់អតិជនវាជាក់ស្ដែងអតិជនខ្លះគាត់វាមានបញ្ហានៅក្នុង CVC យូរណាស់មកហើយអាចថាអ្នកខ្លះគាត់ធ្លាប់ត្រូវបានឡូនធ្លាប់យឺតឆ្លងខែអ្នកខ្លះវាឲ្យសញ្ញាណាអ្នកខ្លះក៏ធ្លាប់មានយឺតទៅដល់គេលុបចេញពីបញ្ជីទៀតក៏ប៉ុន្តែនៅក្នុងស្ថានភាពមួយដែលផែនការរបស់គ្រឹះស្ថានមីក្រូរ៉ាញ់កោឬធនាគារដែលគេដាក់មកពីការិយាល័យកណ្ដាលតម្រូវឲ្យបំពេញទៅតាមផែនការប្រចាំឆ្នាំឬប្រចាំខែប្រចាំត្រីមាសតាមមួយឆ្នាំឬប្រចាំខែត្រូវតែសម្រេចបានចំនួនប្រមាណរកអតិជនថ្មីក្នុងការបញ្ចេញអនុទានអញ្ចឹងហើយអតិជនវាស្ទើរតែឆ្អែតអនុទានគ្រប់តំបន់ហើយអញ្ចឹងហើយមានតែម្យ៉ាងទេគឺជាការប្រថុយក្នុងការផ្ដល់អនុទានទៅឲ្យអតិជនដែលធ្លាប់មានប្រវត្តិយឺតឆ្លងខែឬក៏អតិជនដែលធ្លាប់មានប្រវត្តិបងសងខូចអីចឹងទៅប្រសិនបើស៊ូទៅបុគ្គលិកដែលគាត់រៀបចំឯកសារឬក៏អ្នកដែលគ្រប់គ្រងនៅតាមសាខានោះគាត់ដឹងដែរឬអត់ប្រកាសជាគាត់ដឹងតែហេតុអីគាត់នៅតែធ្វើគឺបញ្ហារិសាផែនការពីលើមកតម្រូវឲ្យរកអតិជនឲ្យបានច្រើនតែដល់ពេលរកអតិជនមិនបានវាមានតែក្នុងការបថុយរៀបចំឯកសារបំផោងចំណូលឬក៏អាចថាសិក្សាទ្រព្យប្រចាំហ្នឹងបំផោងលើសពីតម្លៃជាក់ស្ដែងដើម្បីឲ្យថ្នាក់ការិយាល័យកណ្ដាលឬក៏ថ្នាក់ដែលមានសិទ្ធិក្នុងការត្រួតពិនិត្យអនុទាននៅខាងលើនោះមើលទៅអាចអនុម័តបានហើយមានអ្នកហើយជាអ្នកគ្រប់គ្រងឬក៏អីនៅតាមតំបន់តាមខេត្តអីចឹងទៅគាត់ជាអ្នក present បកស្រាយប្រៀបដូចជាការច្រៀងឬក៏ការសូត្រកំណាព្យអំពីអត្តចរិតឬក៏ប្រវត្តិស្ថានភាពមុខចំណូលឬក៏ទ្រព្យប្រចាំល្អអញ្ចេះល្អអញ្ចោះមានស្ថានភាពល្អបច្ចុប្បន្នអីចឹងទៅអញ្ចឹងហើយក៏បានជាការផ្ដល់អនុទានឲ្យតគ្នាទៅអានេះរឿងមួយទៀតនៅពេលណាអតិជននឹងខ្ចីនៅស្ថាប័នមួយហើយគាត់អស់លទ្ធភាពសងឬក៏គាត់អាចថាខ្វះខាតក្នុងការលុយសងត្រឡប់ទៅឲ្យស្ថាប័នឬក៏អីមួយហ្នឹងទៅមានបុគ្គលិកនៅធនាគារឬស្ថានរ៉ាញ់ធុផ្សេងទៀតគាត់មកបញ្ចុះបញ្ចូលលក្ខណៈ loan refinance ដើម្បីឲ្យយកលុយពីខាងគេផ្សេងនោះទៅដាច់អាកន្លែងអតិជនកំពុងខ្ចីនោះដល់ពេលអញ្ចឹងហើយអតិជនយកពីនេះមកទប់ពីនោះយកពីនោះមកទប់នៅខាងនេះចុះឡើងទៅស្ថានភាពមុខរបរគាត់វាអត់ប្រសើរទេក៏ប៉ុន្តែបំណុលនឹងការប្រាក់វាកើនឡើងលើសដើមដែលជាហេតុធ្វើឲ្យអនុទានវ៉ាន់ករឿងមាននៅត្រង់ហ្នឹង